ជនសង្ស័យឆេងភីរុនកំពុងរៀបចំបែបបត់ឆ្លងដែនត្រឡប់ពីវៀតណាមមកកម្ពុជាវិញឯកឧត្តមជួននរិនស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាជនសង្ស័យរូបនេះបានត្រឡប់មកដល់ព្រំដែនម៉ោងជាង23ថ្ងៃទី23ខែសីហាដោយយប់ពេកត្រូវខាងវៀតណាមផ្អាកឆ្លងហើយឲ្យសម្រាកផ្ទះជួលចិត្តនោះមួយយប់ទើបភ្លឺទើបបើកឲ្យឆ្លងដែនមកដីខ្មែរដោយវៀតណាមធានាមើលខុសត្រូវមិនឲ្យបាត់ឡើយឯកឧត្តមស្នងការបន្តថាបន្តិចទៀតជនសង្ស័យឆេងភីរុននឹងដឹកបន្តមកស្នងការនគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីគួររំលឹកថាជនសង្ស័យឈ្មោះឆេងភីរុនដែលប្រព្រឹត្តអំពើហិង្សាយកដបស្រាវាយក្បាលជនរងគ្រោះកាលពីយប់ថ្ងៃទី22ខែសីហាក្នុងហាងផឹកស៊ីមួយកន្លែងឈ្មោះសាវែកស្ថិតក្នុងសង្កាត់បឹងកេងកងទី1ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ